មនុស្សភាគច្រើនគេគិតថារថក្រោះ Type 59D គឺជារថក្រោះមួយដែលចាស់មែនទែនដែលប្រើការលេងបានក្នុងវីដេអូមួយនេះនឹងបកស្រាយគ្រប់យ៉ាងអំពីរថក្រោះមួយនេះនៃចំណុចខ្សោយរបស់វានិងខ្លាំងរបស់វាតើកម្ពុជារបស់យើងអាចប្រើប្រាស់វាបានមានប្រសិទ្ធភាពមែនទេនៅក្នុងសមរភូមិឬក៏ការពារព្រំដែននេះហើយគឺជាសមត្ថភាពជាក់ស្ដែងរបស់ Type 59D មួយនេះនឹងត្រូវបកស្រាយនៅក្នុងវីដេអូមួយនេះសូមshareនៅវីដេអូមួយនេះផងដែររថក្រោះ Type 59D គឺជារថក្រោះចម្បាំងសំខាន់របស់ចិនដែលបានធ្វើទំនើបកម្មយ៉ាងខ្លាំងចេញពី Type 59ដែលត្រូវបានណែនាំនឹងចូលបម្រើផ្លូវការក្នុងទសវត្សរ៍ឆ្នាំ1990វាពឹងផ្អែកទៅលើទូរថក្រោះចាស់ពីមុនគឺ Type 59នោះហើយខ្លួនរបស់វាផ្ទាល់គឺបានមកពីការរចនារបស់ T54 របស់សូវៀតនៅទសវត្សរ៍ឆ្នាំ1950ទោះបីជាវាត្រូវបានគេធ្វើអវសារឡើងវិញជាមួយនឹងគ្រឿងសឹកប្រតិកម្មផ្ទុះ ERA Effective Reactive Armor ដែលមានកាំភ្លើងធំគឺ105មីលីម៉ែត្រនិងប្រព័ន្ធគ្រប់គ្រងការបាញ់បែបប្រហារដែលប្រសើរជាងមុនប៉ុន្តែវានៅតែជាការរចនាពីជំនាន់មុនហើយនេះគឺបង្កើតចំណុចខ្សោយធ្ងន់ធ្ងរខ្លាំងណាស់បើប្រៀបធៀបជាមួយរថក្រោះសម័យទំនើបដូចជា M1A2 Abrams ឬក៏ Leopard 2ឬក៏ Type 99របស់ចិនដែលទំនើបបំផុតចំណុចខ្សោយរបស់វាទី1គឺជាការការពារផ្ទះដែកដែលមានការហួសសម័យហើយជុំវិញតួរបស់វាគឺបំពាក់ទៅដោយប្រព័ន្ធប្រតិកម្មនៃការផ្ទុះ ERA ខណៈពេលដែល ERA អាចកាត់បន្ថយឥទ្ធិពលនៃអាវុធសត្រូវណាមួយមកទម្លុះវាប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាជុំវិញតួរថក្រោះបានទាំងអស់នោះទេរថក្រោះសម័យទំនើបគឺប្រើប្រាស់ស្រទាប់ការពារតួរបស់វាដែលធ្វើពីសេរ៉ាមិកលោហៈធាតុពិសេសនិងសម្ភារៈទំនើបដែលស្រូបយកនិងទប់នៃការរំខានដែលគ្រប់រំសេវប្រឆាំងនឹងរថក្រោះឧទាហរណ៍ដូចជារថក្រោះចម្បាំង Leopard 2A7 ឬក៏ M1A2 Abrams គឺត្រូវបានរចនាឡើងដើម្បីរស់រានមានជីវិតពីការបាញ់បែបប្រហារពីគ្រាប់ដែលទម្លុះផ្ទះដែកទំហំ120មីលីម៉ែត្រឯណោះខណៈពេលដែលផ្ទះដែកធម្មតារបស់រថក្រោះ Type 59D គឺនៅតែស្ដើងនិងហួសសម័យសូម្បីតែវាបំពាក់ទៅដោយប្រព័ន្ធប្រតិកម្មនៃការផ្ទុះ ERA ក៏ដោយស្រទាប់ការពារផ្ទះដែករបស់វាគឺនៅស្ដើងនិងងាយរងគ្រោះខ្លាំងចំណុចខ្សោយទី2គឺជាការរស់រានមានជីវិតរបស់ក្រុមទាហាននៅខាងក្នុងរថក្រោះសម័យទំនើបត្រូវបានរចនាឡើងដោយផ្ដោតសំខាន់ទៅលើការរស់រានមានជីវិតរបស់ក្រុមទាហានជាពិសេសតាមរយៈការផ្ទុះគ្រាប់រំសេវឡើងវិញមុនពេលបាញ់និងបន្ទះដែលរក្សាទុកគ្រាប់នៅដាច់ដោយឡែកបើសិនបើគ្រាប់រំសេវត្រូវបានវាយប្រហារនៅក្នុងរថក្រោះគឺស្ទើរតែវាមិនអាចមានផលប៉ះពាល់ទៅដល់ទាហានខាងក្នុងបាននោះទេប៉ុន្តែរថក្រោះ Type 59D គឺមិនមានការរចនាបែបនោះទេគ្រាប់រំសេវគឺត្រូវបានគេរចនាឡើងរក្សាទុកនៅក្នុងបន្ទប់តែមួយជាមួយនឹងក្រុមទាហានបើសិនបើផ្ទះដែកនោះត្រូវបានទម្លុះហើយបំផ្លាញគ្រាប់នោះគ្រាប់នឹងផ្ទុះយ៉ាងឆាប់រហ័សដែលអាចសម្លាប់ទាហានបានទាំងអស់នោះទាំងស្រុងចំណុចខ្សោយទី3គឺជាសមត្ថភាពចល័តនិងកម្លាំងម៉ាស៊ីនខ្សោយរថក្រោះ Type 59D ប្រើប្រាស់ម៉ាស៊ីនដែលធ្វើឲ្យប្រសើរឡើងវិញប៉ុន្តែនៅតែចាស់ដោយផ្អែកលើបច្ចេកវិទ្យាពាក់កណ្ដាលសតវត្សទី20ដោយសារតែគ្រឿងសឹកនិងឧបករណ៍បន្ថែមទម្ងន់របស់វាកាន់តែកើនឡើងប៉ុន្តែកម្លាំងម៉ាស៊ីនគឺនៅតែដដែលរថក្រោះសម័យទំនើបពីសហរដ្ឋអាមេរិកដូចជា M1A2 Abrams ឬក៏ទំនើបមកពីចិន Type 99ប្រើប្រាស់ម៉ាស៊ីនដែលមានកម្លាំងប្រហែលជា1200ទៅ1500សេសដើម្បីផ្ដល់ឲ្យពួកវានូវភាពចល័តខ្ពស់នៃល្បឿនលឿននិងចលនាសមរភូមិលឿនរថក្រោះ Type 59D នេះគឺមានកម្លាំងសេសត្រឹមតែ520ឯណោះចំណែករថក្រោះ Type 59D កម្លាំងសេសរបស់វាគឺនៅខ្សោយខ្លាំងណាស់គឺត្រឹមតែ520សេសតែប៉ុណ្ណោះចំណុចខ្សោយទី4គឺជាភាពបត់បែននីតិសាស្ត្រគឺទាបរថក្រោះ Type 59D មានដែនកំណត់ក្នុងការប្រយុទ្ធនៅលើដីផងដែរកំភ្លើងរបស់វាគឺខ្សោយជាងរថក្រោះសម័យទំនើបដែលមានន័យថាការទម្លាក់កាំភ្លើងរបស់វាមកក្រោមគឺខ្សោយជាងរថក្រោះសម័យទំនើបដែលមានន័យថាវាមិនអាចបន្ទាបកាំភ្លើងធំរបស់វាបានបើសិនបើដាក់នៅលើទីខ្ពស់នោះទេដូចជានៅលើទួលឬក៏នៅលើភ្នំរថក្រោះសម័យទំនើបដូចជា Challenger 2ឬក៏ Leopard 2អាចទម្លាក់កាណុងរបស់វាមកខាងក្រោមបានយ៉ាងទាបទោះបីជាវានៅលើកំពូលភ្នំឬក៏នៅលើទួលណាក៏ដោយដើម្បីបង្ហាញតែប៉មរបស់វានិងដើម្បីលាក់ខ្លួននិងបង្ហាញតែប៉មរបស់វាតែប៉ុណ្ណោះដែលធ្វើឲ្យសត្រូវពិបាកមើលឃើញរថក្រោះ Type 59D ជារឿយៗគឺត្រូវបានបង្ហាញរូបរាងរបស់វានៅពេលបាញ់តែម្ដងដែលមិនអាចបន្ទាបកាណុងរបស់វាមកខាងក្រោមបាននោះទេដូច្នេះហើយវាងាយរងគ្រោះចំណុចខ្សោយទី5គឺជាការយល់ដឹងនៅសមរភូមិមានកម្រិតខ្លាំងរថក្រោះសម័យទំនើបត្រូវបានបំពាក់ទៅដោយរូបភាពចាប់កម្ដៅកម្រិតខ្ពស់ឧបករណ៍ចាប់សញ្ញា Digital និងប្រព័ន្ធប្រមាញ់សម្លាប់ដែលអនុញ្ញាតឲ្យមេបញ្ជាការនិងអ្នកបើកបរបាញ់កាំភ្លើងអាចរកឃើញរឿងវាយប្រហារគោលដៅបានយ៉ាងឆាប់រហ័សមុនសត្រូវរកឃើញរថក្រោះ Type 59D មានអុបទិកដែលធ្វើឲ្យប្រសើរឡើងវិញមែនប៉ុន្តែខ្វះបណ្ដាញសមរភូមិសម័យទំនើបពេញលេញនិងការបញ្ចូលគ្នាឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់នេះគឺមានន័យថាវាត្រូវការពេលយូរជាងដើម្បី
រកឃើញការនៃកំហែងឬក៏គោលដៅឆ្លើយតបជាពិសេសនៅក្នុងការជិតនៅពេលយប់ឬក៏សមត្ថភាពមានចលនាលឿនគឺពួកវាពិបាកធ្វើការមែនទែនបងប្អូនទាំងអស់នេះហើយគឺជារឿងមួយចំនួនពាក់ព័ន្ធជាមួយនឹងចំណុចខ្សោយរបស់ Type 59D ជាស្ដែងតែម្ដងនៃការរចនាចេញពីរថក្រោះចាស់របស់ចិនគឺ Type 59ដែលទាំងពីរ model Type 59D ឬក៏ Type 59នេះគឺជាការរចនាពីសូវៀតចាស់ T54 តើបងប្អូនគឺចំណាប់ដែរពីរឿងមួយនេះអាច comment នៅក្រោមវីដេអូមួយនេះបានបើពេញចិត្តនៅវីដេអូមួយនេះសូម share នៅវីដេអូមួយនេះជាបន្ទាន់និងជួបគ្នានៅវីដេអូក្រោយផងដែរសូមអរគុណច្រើនបើទស្សនាក្នុង YouTube subscribe នៅ YouTube channel របស់ខ្ញុំមិនបានវីដេអូថ្មីនៅពេលក្រោយសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមស្នើដល់ក្រុមគ្រួសារសូមអរគុណ